សួស្តីបងប្អូនទាំងអស់គ្នាយប់នេះអត់បានចេញមកឡងទេតែយប់នេះចង់ចេញមកផ្ដល់ដំណឹងឬក៏បញ្ហាដែលតាក់ទងនឹង channel របស់ខ្ញុំគឺ channel ដំណើរឥឡូវនេះកំពុងតែមានបញ្ហាជាមួយនឹង YouTube ហើយបញ្ហាជាមួយ YouTube ហ្នឹងខ្ញុំក៏មិនទាន់ដឹងច្បាស់ដែរថាមកពីមូលហេតុអីដោយសារអីបានវាមករករឿង channel ខ្ញុំណាប៉ុន្តែបើតាមខ្ញុំគិតប្រហែលជា YouTube ហ្នឹងវាគិតថា channel របស់ខ្ញុំគឺជា channel ដែលធ្វើឡើងដោយ AI វាគិតថាសំឡេងខ្ញុំនិយាយហ្នឹងគឺជាសំឡេង AI វីដេអូនេះគឺធ្វើឡើងគ្រប់យ៉ាងដោយ AI គឺវាគិតថា channel ខ្ញុំបែបហ្នឹងអញ្ចឹងឥឡូវហ្នឹងវាបិទ monetize នៅលើ channel ខ្ញុំហើយវាមិនធំតែបិទទេវាថែមទាំងអត់រុញវីដេអូខ្ញុំឲ្យមាន view ច្រើនដូចពីមុនទៀតនិយាយទៅ channel ឥឡូវនេះគឺធ្វើអត់បានទេហើយនេះក៏ជាហេតុផលដែលខ្ញុំអត់បានផុសវីដេអូបន្តទៀតទេគឺរងចាំមើលសភាពការសិនឥឡូវនេះខ្ញុំកំពុងតែព្យាយាមរកវិធីដោះស្រាយខ្ញុំកំពុងតែរៀបចំធ្វើឯកសារខ្លះៗដើម្បីអភិលទៅវាដើម្បីបញ្ជាក់ថា channel នេះគឺជា original content គឺជាសំឡេងមនុស្សពិតៗចឹងណាប៉ុន្តែអត់ទាន់ដឹងលទ្ធផលទេថាជោគជ័យឬអត់ហើយមិនដឹងថា channel មួយនេះអាចដំណើរការបានដូចមុនទៀតអត់ទេអញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងគឺចង់មកផ្ដល់ដំណឹងទៅបងប្អូនទាំងអស់គ្នាថាចាប់ពីពេលនេះទៅខ្ញុំអត់ផុសវីដេអូនៅលើ YouTube ទៀតទេតតែ channel របស់ខ្ញុំត្រឡប់មកដូចដើមវិញទើបខ្ញុំចាប់ផ្ដើមផុសវីដេអូដូចពីមុនវិញពីព្រោះអីដូច5អញ្ចឹងទោះបីជាខ្ញុំផុសក៏វាអត់រុញវីដេអូយើងទៅឲ្យអ្នកមើលហើយវាអត់ធ្វើឲ្យ channel យើងផ្ទុះដូចពីមុនណាអញ្ចឹងយើងផុសទៅវាអត់ធ្វើឲ្យ channel យើងរីកចម្រើនដូចមុនទេអញ្ចឹងខ្ញុំអាចនឹងប៉ាផុសមួយរយៈសិនហើយហ្នឹងបងប្អូនបើនិយាយពីអារម្មណ៍វិញណាខ្ញុំសឹងតែនិយាយមិនចាញ់ណាពីព្រោះ channel ធ្វើចាប់តាំងពីវីដេអូទី1មកគឺខ្ញុំប្រើសំឡេងខ្ញុំផ្ទាល់ 100% ហើយសំបីតែភ្លេងក៏ខ្ញុំមិនហ៊ានដាក់ដែរដោយសារតែខ្ញុំខ្លាចជាប់ copyright ខ្ញុំខ្លាចជាប់បញ្ហានេះបញ្ហានោះអញ្ចឹងស្អីក៏ខ្ញុំអត់ដាក់ដែរគឺមានតែសំឡេងខ្ញុំតែមួយមុខគត់ហើយបើថារូបភាពវិញយើងអាចនឹងប្រើ AI មកជំនួយប៉ុន្តែខ្ញុំគិតថាវាទូទៅហើយពីព្រោះសម័យ AI មិនឲ្យយើងប្រើ AI ខ្លះវាមិនកើតមែនទេហើយដល់ពេលយើងខំប្រឹងគោរពគោលការណ៍យើងប្រើ original voice original content យើងធ្វើប៉ុណ្ណឹងហើយនៅតែជាប់បញ្ហានេះបញ្ហានោះជាមួយ YouTube ទៀតដល់ពេលចឹងទៅមិនដឹងធ្វើម៉េចហើយខ្ញុំឆែកព័ត៌មានមើលខ្ញុំ search មើលនៅក្នុង YouTube ខ្ញុំឃើញមាន channel ជាច្រើនក៏ជាប់ដូចខ្ញុំដែរហើយ channel ដែលជាប់នោះខ្លះគេបង្ហាញមុខគេអង្គុយនិយាយមុខកាមេរ៉ាហើយគេកាត់តស្អាតបាតប៉ុន្តែនៅតែជាប់អញ្ចឹងបងប្អូនគិតមើលទៅថា YouTube វាធ្វើការរបៀបម៉េចវាយកស្អីមកត្រួតពិនិត្យ channel របស់គេបើ channel ដែលផលិតដោយ AI 100%អាហ្នឹងវាគួរតែជាប់ឯណាអាហ្នឹងវាអត់ខុសទេប៉ុន្តែអ្នកខ្លះគេប្រឹងកាត់តគេប្រឹងធ្វើប្រឹងអីចុងក្រោយនៅតែជាប់ទៀតដល់ពេលអញ្ចឹងទៅអត់ដឹងថាមួយណាជាគោលការណ៍ពិតប្រាកដរបស់ YouTube មិនដឹងថា YouTube គាត់ចង់បានអីអញ្ចឹងណាហើយហ្នឹងខ្ញុំអត់ចង់និយាយច្រើនទៀតទេគឺឥឡូវហ្នឹងកំពុងតែរកវិធីដោះស្រាយហើយរងចាំពេលវេលារងចាំមើលវា review សិនណាបើបានគឺបានបើមិនបានទេក៏គេឲ្យចាំដូចជា90ថ្ងៃទៅមុខទៀតហ្នឹងហើយអញ្ចឹងគ្រាន់តែចង់មកផ្ដល់ដំណឹងឲ្យបងប្អូនទាំងអស់គ្នាដឹងថាខ្ញុំសូមសម្រាកពី YouTube មួយរយៈសិនហើយខ្ញុំអត់ទៅបង្កើត channel ថ្មីហើយយកវីដេអូទៅផុសនៅ channel ថ្មីអីគឺខ្ញុំអត់ធ្វើអញ្ចឹងទេដោយសារតែបើ channel មួយនេះវាជាប់ហើយទោះយើងបង្កើត channel ប្រហែលទៀតក៏វានៅតែជាប់អញ្ចឹងខ្ញុំអត់ទៅធ្វើ channel ថ្មីទេខ្ញុំសូមស្ងាត់ពី YouTube មួយរយៈប៉ុន្តែវីដេអូដែលនៅក្នុង channel ដំណើរមួយហ្នឹងគឺបងប្អូននៅតែអាចស្ដាប់បានដូចដើមខ្ញុំអត់លុបចោលខ្ញុំអត់លុប channel លុបអីចេញទេគឺនៅតែទុករឿងដូចដើមគ្រាន់តែថាវាជាវីដេអូចាស់វាជារឿងចាស់អញ្ចឹងណាតែបើឲ្យមានរឿងថ្មីមានអីគឺអត់មានទៀតទេនៅលើ YouTube ប៉ុន្តែសម្រាប់បងប្អូនប្រិយមិត្តដែលស្រឡាញ់ចូលចិត្តដំណើរហើយចង់ស្ដាប់ការសម្រាយរឿងខ្មោចពីខ្ញុំហ្នឹងបន្តទៅមុខទៀតបងប្អូនអាចទៅគាំទ្រខ្ញុំនៅលើ Patreon បានដែលឥឡូវនេះខ្ញុំកំពុងតែបង្កើត account មួយនៅលើ Patreon ហើយខ្ញុំកំពុងតែចាប់ផ្ដើមផុសរឿងនៅលើនោះអញ្ចឹងបើបងប្អូនចង់តាមដានចង់ស្ដាប់រឿងខ្ញុំដូចរាល់ដងអញ្ចឹងបងប្អូនអាចទៅស្ដាប់នៅលើ Patreon បានអញ្ចឹងខ្ញុំសូមណែនាំពី website Patreon តិចគឺ Patreon ស្តៀងទៅនឹង Facebook ហើយនឹង YouTube ដែលនៅលើ website មួយនោះបងប្អូនអាចស្ដាប់ podcast ឬក៏មើលវីដេអូមើលរូបភាពហើយបងប្អូនអាច comment អាច like អាច share និយាយទៅសឹងតែដូចគ្នា 100% ទៅនឹង Facebook និង YouTube ប៉ុន្តែអ្វីដែលវាខុសនោះគឺ
នៅលើ Patreon តម្រូវឲ្យបងប្អូនទាំងអស់គ្នាបង់ប្រាក់គឺបងប្អូនត្រូវតែចុះឈ្មោះជាសមាជិកសិនទៅបងប្អូនអាចស្ដាប់វីដេអូនៅលើនោះបានហើយការចុះឈ្មោះជាសមាជិកមិនថ្លៃទេតម្លៃត្រឹមតែកាហ្វេមួយកែវទេក្នុងមួយខែពីព្រោះនៅនោះវាអត់មាន monetize វាអត់មានពាណិជ្ជកម្មសម្រាប់ creator ទេអញ្ចឹង creator ដែលធ្វើនៅលើ Patreon គឺគេបានការឧបត្ថម្ភពី fan របស់គេអញ្ចឹងខ្ញុំដូចគ្នាបើសិនជាបងប្អូននៅតែគ្រប់គ្រងនៅតែចង់ឲ្យខ្ញុំផលិតវីដេអូចេញមកបន្តទៀតបងប្អូនកុំភ្លេចទៅចុះឈ្មោះជាសមាជិកដំណើរនៅលើ Patreon ឲ្យបានច្រើនបងប្អូនចុះឈ្មោះជាសមាជិកច្រើនប៉ុណ្ណាខ្ញុំមានកម្លាំងចិត្តផលិតវីដេអូច្រើនប៉ុណ្ណឹងពីព្រោះដូចនិយាយចឹងនៅនោះគឺតម្រូវឲ្យបងប្អូនបង់ប្រាក់អញ្ចឹងបើបងប្អូនបង់ប្រាក់ហើយខ្ញុំត្រូវតែផលិតវីដេអូឲ្យបងប្អូនទាំងអស់គ្នាស្ដាប់វាអញ្ចឹងវាខុសពី YouTube កាលដែលខ្ញុំធ្វើនៅ YouTube ខ្ញុំចង់ចេញវីដេអូថ្មណាក៏បានដែរមិនចាំបាច់គិតច្រើនណាដូចថាតនេថ្មណាធ្វើវីដេអូថ្មនោះប៉ុន្តែនៅលើ Patreon អត់ដូចគ្នាទេដោយសារតែ fan ដែលនៅលើ Patreon គាត់ចំណាយលុយមកលើ creator អញ្ចឹង creator ត្រូវតែធ្វើវីដេអូឲ្យគាត់មើលវាអញ្ចឹងយើងអត់អាចខ្ជិលបានណាដោយសារតែគេហ៊ានចំណាយលុយមកឧបត្ថម្ភយើងហើយយើងត្រូវតែចំណាយពេលវេលាធ្វើវីដេអូឲ្យគេដូចគ្នាហើយ content របស់ខ្ញុំគឺជា content ប្រភេទវែងអញ្ចឹងខ្ញុំត្រូវចំណាយពេលរៀងយូរគួរសមអញ្ចឹងក្នុងមួយអាទិត្យខ្ញុំអាចចេញ2ទៅ3វីដេអូនៅលើ Patreon ណាអញ្ចឹងហ្នឹងថ្ងៃនេះគ្រាន់តែចង់មកផ្ដល់ដំណឹងហើយក៏សង្ឃឹមថាមានបងប្អូនជាច្រើននឹងទៅគាំទ្រដំណើរនៅលើ Patreon ហើយខ្ញុំនឹងដាក់ link account Patreon នៅក្នុង comment ក្រោមវីដេអូមួយនេះអញ្ចឹងបងប្អូនអាចចុច link ខាងក្រោមនឹងបានហើយខ្ញុំសូមបញ្ជាក់មួយទៀតគឺរាល់វីដេអូនៅលើ Patreon គឺសុទ្ធតែជាវីដេអូថ្មីហើយសុទ្ធតែជារឿងថ្មីជារឿងដែលគ្មាននៅលើ YouTube ទេយ៉ាងនេះចង់បញ្ជាក់បន្តិចខ្លាចបងប្អូនថាទៅចោះឈ្មោះជាសមាជិកហើយស្ដាប់រឿងចាស់ៗដដែលអីគឺអត់ទេនៅនោះគឺជារឿងដែលថ្មីរឿងដែលគ្មាននៅលើ YouTube ហើយរឿងនៅនោះតតែ YouTube ខ្ញុំដំណើរការឡើងវិញទៅខ្ញុំចាប់ផ្ដើមយកមកផុសអញ្ចឹងឥឡូវនេះគឺអត់ផុសទេផុសតែនៅលើ Patreon ទេហើយនៅលើ Patreon វាងាយស្រួលមួយយ៉ាងទៀតគឺពេលដែលបងប្អូនស្ដាប់រឿងនៅនោះអត់មានពាណិជ្ជកម្មលោតមករំខានទេគឺស្ដាប់បានយ៉ាងរលូនស្ដាប់បានយ៉ាង smooth អត់ដូចនៅលើ YouTube ទេអញ្ចឹងហ្នឹងហើយសង្ឃឹមថាបងប្អូនចុះឈ្មោះជាសមាជិកដំណើរនៅលើ Patreon ឲ្យបានច្រើនហើយម្យ៉ាងទៀតរាល់ថ្ងៃនេះអានេះខ្ញុំអត់ដែរនិយាយទេណាប៉ុន្តែខ្ញុំសូមនិយាយតិចគឺរាល់ថ្ងៃនេះមានបងប្អូនជាច្រើនដែលគាត់ប៉ាកាហ្វេខ្ញុំគាត់បាញ់លុយឲ្យខ្ញុំតាម ABA ហើយគាត់បាញ់ម្ដង$2 $3 $5 មានអ្នកខ្លះឡើងដល់$50ហើយប្រហែលថ្ងៃមុននេះមានបងប្រុសម្នាក់បាញ់ឲ្យខ្ញុំ$100គឺគាត់បាញ់ឲ្យ free ហ្មងគាត់ឧបត្ថម្ភគាត់គ្រប់ត្រូលគាត់ប៉ាកាហ្វេខ្ញុំផឹកអញ្ចឹងណាអញ្ចឹងគាត់បាញ់ឲ្យខ្ញុំ free អញ្ចឹងឥឡូវហ្នឹងខ្ញុំចង់សនំពរឲ្យបងប្អូនដែលតែងតែបាញ់លុយឲ្យខ្ញុំ free ជាប្រចាំហ្នឹងខ្ញុំចង់ឲ្យពួកគាត់ទៅចុះឈ្មោះជាសមាជិកនៅលើ Patreon ពីព្រោះបងប្អូនឧបត្ថម្ភលុយឲ្យខ្ញុំនៅនោះទៅបងប្អូនបានស្ដាប់វីដេអូទៀតគ្រាន់បើជាងបាញ់លុយឲ្យខ្ញុំទៅហើយអត់មានអីតបស្នងទៅវិញអញ្ចឹងណាខ្ញុំអត់សូវសប្បាយចិត្តខ្ញុំចង់ឲ្យបងប្អូនទៅនោះវិញហើយនៅនោះការចុះឈ្មោះជាសមាជិកគឺមាន3ប្រភេទដែលខ្ញុំដាក់ឈ្មោះផ្សេងគ្នាគឺទី1អាតម្លៃទាបជាងគេខ្ញុំដាក់ថាដំណើរខ្មោចហើយអាកដាលខ្ញុំដាក់ថាដំណើរព្រាយហើយអាតម្លៃខ្ពស់ជាងគេខ្ញុំដាក់ថាដំណើរបិសាចគឺនេះហ្មងដាក់ខ្មោចព្រាយបិសាចចឹងហ្មងអានេះដាក់ឲ្យស្រួលចាំទេណាអញ្ចឹងហ្នឹងហើយបងប្អូនអាចជ្រើសរើសតម្លៃទៅតាមទឹកចិត្តរបស់បងប្អូនទាំងអស់គ្នាបងប្អូនចង់ចូលអាតម្លៃទាបជាងគេក៏បានអាកដាលក៏បានអាខ្ពស់ក៏បានហើយបច្ចុប្បន្នសមាជិកទាំង3ប្រភេទហ្នឹងគឺមានសិទ្ធិស្មើគ្នាបងប្អូនចុះឈ្មោះទៅអាចមើលវីដេអូឬក៏ស្ដាប់រឿងខ្មោចនៅក្នុង Patreon បានទាំងអស់បច្ចុប្បន្នគឺមានសិទ្ធិស្មើគ្នាប៉ុន្តែអនាគតទៅអត់ទៀងទេអនាគតទៅអ្នកដែលចុះឈ្មោះជាសមាជិកតម្លៃខ្ពស់បងប្អូនអាចនឹងបានមើលវីដេអូពិសេសដូចជាវីដេអូ admin រាប់ឲ្យមើលឬមួយក៏ច្រៀងខារ៉ាអូខេឲ្យមើលអីចឹងណាហ្នឹងហើយបងនិយាយលេងណាអានេះគ្រាន់តែខ្ញុំកំពុងតែគិតសិនថាអ្នកដែលចុះឈ្មោះជាសមាជិកតម្លៃខ្ពស់នៅក្នុង Patreon ហ្នឹងគាត់គួរតែបានអីត្រឡប់ទៅវិញឬមួយក៏ខ្ញុំអាចនឹងមានកាដូឬក៏មាន gift អីតែងទួចតបស្នងទៅពួកគាត់វិញចឹងណាហ្នឹងហើយតែអានេះគឺជារឿងអនាគតខ្ញុំគិតអត់ទាន់ចាញ់ទេឥឡូវសូមគិតសិនប៉ុន្តែបច្ចុប្បន្នគឺមានសិទ្ធិស្មើគ្នាអញ្ចឹងបងប្អូនបញ្ញាប់ទៅចុះឈ្មោះឲ្យច្រើនពីព្រោះខ្លាចតិចទៀតមានការអាប់ដេតទៅលេងសិទ្ធិនៃសមាជិកនីមួយៗខុសៗគ្នាអញ្ចឹងណាហើយបើសម្រាប់បងប្អូនដែលមិនចេះចុះឈ្មោះមិនចេះបង់ប្រាក់មិនដឹងថាបង់ដោយរបៀបណាហើយបញ្ចូលកាតបង្កើត account បង្កើតអីរបៀបម៉េច
ចាំខ្ញុំធ្វើវីដេអូខ្លីមួយទៀតដើម្បីបង្ហាញពីការបង្កើត account ហើយនឹងចុះឈ្មោះជាសមាជិកបែបម៉េចចាំខ្ញុំធ្វើវីដេអូហើយខ្ញុំនឹងដាក់ link វីដេអូបង្ហាញមួយនោះនៅក្រោមវីដេអូមួយនេះដូចគ្នាអញ្ចឹងបងប្អូនគ្រាន់តែចុច link នៅក្នុង comment ของវីដេអូនេះទៅបងប្អូននឹង load ទៅវីដេអូបង្ហាញពីការចុះឈ្មោះអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រដំណើរតាំងពីចំណុចចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្នទោះបីជាឥឡូវខ្ញុំអត់អាចផុសវីដេអូនៅលើ YouTube បន្តទៀតប៉ុន្តែខ្ញុំនៅតែនឹកខ្ញុំនៅតែចង់ឲ្យ channel របស់ខ្ញុំហ្នឹងដូចដើមវិញដើម្បីខ្ញុំអាចធ្វើវីដេអូធ្វើអីផុសដូចពីមុនអញ្ចឹងណាពីព្រោះការធ្វើវីដេអូផុសនៅលើ YouTube វាគឺជាទម្លាប់មួយរបស់ខ្ញុំបាត់ហើយវាគឺជាផ្នែកមួយនៃជីវិតខ្ញុំបាត់ហើយណាអញ្ចឹងដល់ពេល channel ខ្ញុំមានបញ្ហាខ្ញុំអាចធ្វើដូចមុនបានខ្ញុំមានអារម្មណ៍អត់ស្ងប់ទេគឺខ្ញុំចង់ត្រឡប់ទៅធ្វើដូចមុនវិញណាប៉ុន្តែហ្នឹងហើយគ្រប់យ៉ាងយើងអត់អាចបខំបានទេមានតែរងចាំមើលគេ review សិនបើសំណាងល្អក៏បានធ្វើដូចមុនវិញបើមិនបានទេមានតែទុកចោលហើយរងចាំទៅមុខទៀតកែងលោតិចទៀតទៅវា update អីផ្សេងទៅវាអាចឲ្យ channel យើងរស់ឡើងវិញអញ្ចឹងណាហើយបងប្អូនកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូនេះផង comment បញ្ជាក់ថា channel មួយនេះគឺជា channel ដែលធ្វើឡើងដោយមនុស្សសំឡេងមនុស្ស 100% មិនមែនជាសំឡេង AI ទេបងប្អូនព្យាយាមជួយ comment តិចទៅណាហើយបើអាច comment ជាភាសាអង់គ្លេសទៅក៏ល្អដែរពីព្រោះ YouTube វាមិនចេះអានអក្សរខ្មែរទេអញ្ចឹងសរសេរអង់គ្លេសទៅល្អជាងហ្នឹងហើយបងប្អូន comment នៅច្រើនទៅខាងលើ YouTube វាអាចឃើញហើយវាអាចឃើញហើយវា approve ឲ្យ channel ខ្ញុំវិញអញ្ចឹងណាអូខេចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណបងប្អូនម្ដងទៀតសម្រាប់ការគាំទ្រតាំងពីចំណុចចាប់ផ្ដើមរហូតមកដល់ពេលឥឡូវនេះអរគុណខ្លាំងមែនទែនបើសិនជាគ្មានការគាំទ្ររបស់បងប្អូនទាំងអស់គ្នាទេក៏គ្មានដំណើរនៅថ្ងៃនេះដែរអញ្ចឹងសង្ឃឹមថា channel របស់ខ្ញុំនឹងត្រឡប់មកដូចដើមវិញហើយខ្ញុំនឹងអាចផុសវីដេអូជូនបងប្អូនទស្សនាដូចពីមុនទៀតអូខេចឹងសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងជួបគ្នានៅឱកាសក្រោយៗទៀតបាយបាយ